តែជំនាញហ្នឹងវាអត់ត្រូវនឹងតម្រូវការទីផ្សារឥឡូវហ្នឹងហើយរៀនទៅអត់មានការងារធ្វើទៅហើយនេះ oh my god ឮគេថាជំនាញហ្នឹងរៀនថាមានការងារធ្វើទេតែខ្ញុំគួរធ្វើមិនទៅបើខ្ញុំដឹង yes អ្នកគ្នាខ្ញុំក៏យល់អារម្មណ៍ទាំងអស់គ្នាដែរជំនាញដែលយើងស្រឡាញ់ហើយប្រឡងជាប់ហើយរៀនហើយក៏យើងមិនប្រកាសថាយើងបានការងារធ្វើដែរអាហ្នឹងគឺជាអារម្មណ៍ដែលយើងភ័យខ្លាចមួយហើយខ្ញុំក៏ភ័យដល់អ្នកគ្នារៀនចាប់អត់មានការងារធ្វើទេទៅអីរៀនចាប់ហើយតម្រូវការទីផ្សាររបស់យើងហ្នឹងគេអត់ត្រូវការតើយើងធ្វើមិនទៅយើងមិនចាប់ណានៃទេរៀន1ឆ្នាំហ្នឹងគឺ0ពងមាន់ប៉ុន្តែអ្នកគ្នាកុំភ័យអញ្ចឹងថ្ងៃនេះខ្ញុំនឹងបញ្ចែកព័ត៌មានតកតងទៅនឹងការរើសជំនាញឲ្យត្រឹមត្រូវជាមួយនឹងទីផ្សារអញ្ចឹងជំនាញទាំងអស់ហ្នឹងគឺមាន4ទាំងអស់គ្នាទី1គឺជំនាញកម្រិតខ្ពស់តម្រូវការកម្រិតខ្ពស់បានន័យថាល្អមែនតើអ្នកទាំងអស់គ្នាជំនាញដែលខ្លួនឯងស្រឡាញ់ហើយតម្រូវការគេក៏ខ្ពស់ដែរអញ្ចឹងថាតើមានជំនាញអីគេខ្លះអ្នកទាំងអស់គ្នាទី1នេះគឺសេដ្ឋកិច្ចអ្នកទាំងអស់គ្នាគឺមាន economics មានដូចជាការគ្រប់គ្រងមានដូចជា data តកតងនឹងការធ្វើ cabin crew បរិស្ថាន IT អគ្គិសនីនឹងធម្មពលការគ្រប់គ្រងនឹងរដ្ឋបាលនៃការនិចនឹងរបបលោហៈវិស័យហិរញ្ញវត្ថុនិងធនាគារតកតងទៅនឹងការស្រាវជ្រាវទីផ្សារ marketing គឺទី2គឺជំនាញកម្រិតខ្ពស់បានន័យថាជំនាញពិបាកដែរប៉ុន្តែគេអត់ត្រូវការគេសូវត្រូវការមានតម្រូវការទាបទៅនឹង education តកតងទៅនឹងសង្គមវិទ្យា sociology និងករណីនឹងពន្ធដារតការប្រើប្រាស់ computer civil engineering អសរស្ថានដំណើរការគីមីតផានដីវិទ្យាតកតងទៅនឹងវិទ្យាសាស្ត្រនយោបាយនិងពលរដ្ឋវិទ្យាហើយចុងក្រោយហ្នឹងតកតងទៅនឹងការរោគវិនិច្ឆ័យហើយនិងការព្យាបាលបែបប្រព័ន្ធវិទ្យាតាជាដើមចឹងទៅនឹងទាំងអស់គ្នាឬអាទី3ហ្នឹងមិនមែនថាស្រួលហើយយើងបានតម្រូវការងារវាខ្ពស់ទៀតនឹងទាំងអស់គ្នាតទៅទៅនឹង hospitality ភោជនីយដ្ឋាន marketing ការកែច្នៃទៅដំណើរទេសចរនិងក៏ការកំសាន្តតទៅនឹងការបណ្ដុះបណ្ដាលសេវាអតិថិជនពាណិជ្ជកម្ម I mean business administration តទៅនឹង management អីហ្នឹងគឺយ៉ាស្នាគ្នាគឺត្រូវមែនតើខ្ញុំមិនដឹងស្មានថាជំនាញដែលខ្ញុំរៀនរាល់ថ្ងៃហ្នឹងគឺត្រូវជាមួយនឹងអាទី3ហ្នឹងអ្នកគ្នាខ្ញុំរៀន business administration សូពាណិជ្ជកម្មវាចូលទៅក្នុងទី3ហ្នឹងបានន័យថាពេលយើងរៀនរាល់ថ្ងៃហ្នឹងកម្រិតនៃការរៀនយើងនោះវាអត់ខ្លាំងដូចដល់ថ្នាក់គិតបាប់ logic ខ្លាំងឬមួយក៏មាន data ច្បាស់លាស់ដូចជំនាញដែលមានកម្រិតខ្ពស់និងតម្រូវការខ្ពស់ហ្នឹងឯងដោយសារជំនាញនោះភាគច្រើនទៅនឹងវិទ្យាសាស្ត្រខ្ញុំមិនដឹងតែខ្ញុំចូលអាទី3ហ្នឹងអ្នកនរគ្នាចុងក្រោយអ្នកនរគ្នាតើចុងក្រោយអ្នកនរគ្នានៅទៅជាយ៉ាងណារៀនស្រួលហើយតម្រូវការទៀតតាមមានអីគេខ្លះទីការព្យាបាលនឹងការស្ដារនីតិសម្បទាការកែច្នៃអាហារតទៅនឹងសារព័ត៌មាននិងរបាយការណ៍សិប្បកម្មសេវាដឹកជញ្ជូនអនាម័យបរិស្ថានធម្មជាតិព្រៃឈើសេវាកម្មតាមផ្ទះហើយនឹងតកតងទៅនឹងការការពារបុគ្គលហើយនឹងទ្រព្យសម្បត្តិអីនឹងជាដើមអានឹងជំនាញគឺសិតតែមាននៅក្នុងសាកលវិទ្យាល័យទាំងអស់អ្នកទាំងគ្នាទោះតែជំនាញខ្លះអ្នកគ្នាអត់ដើរលឺទេទៅអត់អញ្ចឹងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រហែលជាមានជំនាញមួយដែលខ្ញុំបានរៀបរាប់នៅក្នុងចំណុចទាំង4ហ្នឹងដែលសង្ឃឹមថាអ្នកគ្នាជ្រើសរើសជំនាញដែលត្រឹមត្រូវហើយអ្នកគ្នាyes ជោគជ័យនៅថ្ងៃជោគជ័យនៅថ្ងៃអនាគតយូហ្គាត្រូវការនៅប្រភាសាតកតងទៅនឹងការរៀនជំនាញដែលត្រឹមត្រូវជាមួយនឹងអ្នកទាំងអស់គ្នាឬសាកលវិទ្យាល័យត្រូវជាមួយនឹងជំនាញដែលអ្នកទាំងអស់គ្នាចង់រៀនការដាក់ពាក្យអាហារូបករណ៍ផ្សេងៗទៅកាន់សាកលវិទ្យាល័យក្នុងក្តីសម័យអ្នកគ្នាកុំភ្លេចឆាមខ្ញុំផងបើសិនអ្នកគ្នាមានចម្ងល់ទាំងអស់ហ្នឹងហ្នឹងហើយអ្នកគ្នាអាចមើល Telegram ក៏ដូចជាលេខ contact ខ្ញុំនៅលើហ្នឹងបានហើយមួយទៀតបើសិនអ្នកគ្នាចូលចិត្តវីដេអូនេះកុំភ្លេចជួយ like ឲ្យខ្ញុំកុំភ្លេចជួយ share ឲ្យខ្ញុំផងបើសិនអ្នកគ្នាចង់ជួយមិត្តភក្តិទាំងអស់គ្នាបើសិនជាមានសំណួរកុំភ្លេច comment តាម below ហើយមួយទៀតyes អ្នកគ្នា follow ខ្ញុំបើសិនអ្នកគ្នាចង់បានវីដេអូបន្ថែម yes គូលបានអ្នកគ្នា